យកបើសិនទាំងអស់គ្នាឥឡូវនេះខ្ញុំចូលមកចាប់ត្រីនៅស្រុកពួកខេត្តសៀមរាបដែលត្រីនេះទិញធំៗណាខ្ញុំដាក់ក្នុងស្រះដើម្បីចាប់លេងអូខេ let's go ទៅមើលសកម្មភាពចាប់ត្រីនេះគឺជាសកម្មភាពដែលបងប្អូនក្រុមការងាររបស់ខ្ញុំពួកគាត់ទំនេរពីការងារក៏ទៅចាប់ត្រីនៅក្នុងស្រះគេគឺថាមិនបាច់ចាំស្ទូចនាំទៅហត់ទេស្រះមានបូមតម្លាក់ទឹកទៅគឺចុះចាប់លេងតែម្ដងគឺថាអាកាសធាតុក្តៅចង់ទៅបែកក្បាលដែរតែអត់សំខាន់ទេបាទសំខាន់គឺបានមកជួបជុំគ្នាសប្បាយអារម្មណ៍មួយនេះគឺប្លែកម្យ៉ាងដែរនៅពេលដែលយើងមកដល់យើងអង្គុយញ៉ាំត្រីដែលគេអាំងថ្មីហើយលូកដៃទៅចាប់ដៃសិតតែផុកម្នាក់ហ្នឹងវាដល់ឆ្ងាញ់ជាតិដោយសារតែបងនោះក៏បានចាប់តាំងពីព្រឹកចឹងយកបានខ្លះអាំងខ្លះញ៉ាំហើយពួកខ្ញុំមកតាមក្រោយនេះអង្គុយហូបមកផ្លែហើយក៏បន្តដំណើរចាប់ដើមចូលចុះចាប់ទាំងអស់គ្នាហើយបាទទឹកត្រីច្រើនខ្លាំងមែនតែនសត្រីតូចនេះគឺជាលើកទី1របស់ខ្ញុំដែរដែលចូលមកចាប់ត្រីនេះហើយសម្រាប់បងប្រុសម្នាក់ដែលមានសាច់ពាក់មុខបារាលើកដៃ2នេះគឺគាត់ខុសគេបើគាត់ត្រូវត្រីខំពងបាទត្រី2ខំពងគាត់ឡើងហៅមកហើយខ្លះទៀតមុតជើងមុតដៃឈាមហូរខ្លះវិញនៅថ្ងៃក្តៅឈាមពេញអូយមើលសិនក្បាលត្រីនេះលោតឡើងមកនេះអត់ព្រោះត្រីនោះមុតខ្ញុំឈរស្ងៀមនេះក៏វាមកបុកជើងខ្ញុំដែរបុកចុកបកាច់ចង់ងាប់ថាត្រីខ្លះរៀងងាប់ដែរដោយសារវាក្តៅបាទអញ្ចឹងចាំយូរពេកទៅវាត្រូវក្តៅវាងាប់អស់លេងខ្លះទៅតែទៅខ្លះទៀតនៅរស់ចាប់លេងយ៉ាងសប្បាយខ្ញុំគិតថាអ្នកទាំងអស់គ្នាបើសិនជាទំនេរពីការងារអីគួរតែមកចាប់ត្រីលេងរ៉ាហាក្តៅទាំងអស់គ្នាដើម្បីទទួលបានអារម្មណ៍មួយដែលថាក្តៅក៏មិនក្តៅត្រជាក់ក៏មិនត្រជាក់ព្រោះយើងចាប់នៅលើក្នុងធុងដល់កន្លែងនេះដែលត្រីខំពងបងយើងមកគាត់អោនទៅអញ្ចឹងទៅត្រីមកចឹកពងគាត់ប៉ក់គាត់ស្រែកពេញហ្នឹងតែខ្ញុំថតអត់បានកន្លែងគាត់ស្រែកពេលត្រីខំពងហ្នឹងសកម្មភាពអស់នេះគឺជាយើងសាកថ្មជីវិតឲ្យយើងនៅពេលដែលយើងទំនេរពីការងារកុំឲ្យជីវិតរបស់យើងវា stress ខ្លាំងពេកយើងត្រូវ enjoy life របស់យើងហើយសម្រាប់វីដេអូក៏បានមកដល់ទីបញ្ចប់ដែរអរគុណដែលបានទស្សនាជួបខ្ញុំនៅវីដេអូក្រោយទៀតបាយបាយ